បន្ទាប់ពីសមូរគ្នាត្រូវគ្នាវិញហើយគេត្រូវរៀបចំឯកសារតអាណត្តិទៅកូរ៉េវិញម្ដងទៀតចឹងណាមកខ្មែរបានតែមួយខែជាងទេហើយនេះគឺជាអ្វីដែលបងតែឆ្ងល់ដែរថាមិនបានមិនខត់គេហេតុអីមិនឲ្យទៅវិញខ្ញុំបានខត់គេដែរប៉ុន្តែគេនិយាយថានៅខ្មែរសេដ្ឋកិច្ចតឹងរឹងពិបាករស់ស៊ីណាយកអត់មានអីសល់ទេហើយគេថាចរិតខ្ញុំឆេឆាវអីចឹងណាខ្លាចតែខ្ញុំសុំគេលែងសុំអីម្ដងទៀតអីចឹងទៅគេមកនៅខ្មែរមិនដឹងរកអីធ្វើអីចឹងណាចឹងហើយគេត្រូវទៅវិញចឹងណាហើយសម្រាប់កូនទី2នឹងបងសួរថាចុះបើដឹងថាមិនប្រុងហេតុអីបានយកខ្ញុំស្បឆ្លើយម្ដងថាកូននឹងខ្ញុំសុំគេយកទេហើយគេក៏ឡើងទៅកូរ៉េវិញចឹងទៅហើយខ្ញុំក៏នៅពពោះកូនទៅពពោះកូន3ខែក៏ពួកខ្ញុំបានបែកគ្នានៅថ្ងៃចូលឆ្នាំចិនចឹងណាដោយសារតែខ្ញុំបានប្រច័ណ្ឌគេអីទៀតចឹងទៅគឺជាការខុសសន្យាដែលយើងបានសន្យាថាយើងនឹងឈប់អីចឹងណាចឹងសរុបទៅសាច់រឿងដែលពួកខ្ញុំបែកគ្នាហ្នឹងគឺអត់មានអ្នកណាខុសអ្នកណាត្រូវទេដោយសារតែយើងបានសន្យាvớiគេថាយើងឈប់ប្រច័ណ្ឌតែយើងនៅប្រច័ណ្ឌអីចឹងណាហើយម្លងពេលនោះខ្ញុំពិតជាឈឺចាប់មែនតែឥឡូវនេះគឺខ្ញុំលែងឈឺហើយបងឈប់យល់ច្រឡំថាខ្ញុំចង់ទៅតោងទាមគេចង់ទៅបានគេវិញខ្ញុំអត់ទេសតិខ្ញុំនៅល្អគ្រប់គ្រាន់បែងចែកនឹងខុសត្រូវគេមានតែមានអ្នកថ្មីហើយគេមានក្តីសុខចោលខ្ញុំអត់ទេជីវិតខ្ញុំមានតែទៅមុខនេះមានអីថ្មីច្រើន